ហើយបងប្អូនមានស្គាល់ទេហើយផ្លូវនេះគឺជាផ្លូវនៅណាដែរបងប្អូនចាក់បេតុងនេះហើយអ្នកនៅក្នុងភូមិយើងហ្នឹងស្គាល់ហើយផ្លូវនេះនោះមានផ្លូវបេតុងស្រួលជិះហើយឥឡូវដោយសារអ្នកដឹកនាំល្អពេកល្អមានផ្លូវចាក់បេតុងស្អាតស្រួលដល់ប្រជាពលរដ្ឋនិងបងប្អូនចិត្តឆ្ងាយតែគាត់មកលេងនៅទឹកដីភូមិថ្មីឬហៅថាឃុំត្រប់ស្រុកបាធាយហើយកំពង់ចាមយើងនឹងផ្លូវនេះស្គាល់ហើយឥឡូវស្រួលជិះហើយលែងមានថ្មទំពប់ថ្មទៀតហើយឥឡូវមានផ្លូវបេតុងស្រួលជិះកង់ជិះម៉ូតូបើកគ្រូយន្តអីដោយសារតែអ្នកដឹកនាំនៅក្នុងភូមិថ្មីយើងមិនមែនមានតែផ្លូវថ្នល់ទេមានទាំងកំពូលទាំងសាលាដាក់តាមផ្លូវទៀតបំភ្លឺផ្លូវពេលយប់ហើយថាភ្លឺទាំងយប់ហើយម្ដងដែរបាទសូមអរគុណច្រើន